សូមគោរពជំរាបសួរបងប្អូនសិស្សនិស្សិតដែលកំពុងតែសិក្សាតាមដានអំពីជំងឺឆ្លងឬក៏ទាក់ទងការព្យាបាលជំងឺសត្វបាទថ្ងៃនេះលោកគ្រូលើកអំពីជំងឺឆ្លងនេះម្សិលបាទវីដេអូមុនហ្នឹងគឺលោកគ្រូបានបង្ហាញអំពីជំងឺ Salmonellosis ហើយជាបន្តលោកគ្រូនឹងបង្ហាញអំពីជំងឺកញ្ជ្រឹលជ្រូកបាទអង្គភាសាអង់គ្លេស Swine erysipelas បាទខ្ញុំទៅសេភាសាអង់គ្លេសនេះគឺដើម្បីឲ្យបងប្អូនកាន់តែច្បាស់ហើយបើចង់ស្រាវជ្រាវបន្ថែមទៅលើជំងឺនេះបាទបងប្អូនគ្រាន់តែវាយពាក្យថា Swine erysipelas ទៅបងប្អូននឹងឃើញជាភាសាអន្តរជាតិភាសាអង់គ្លេសហ្នឹងបាទគេបង្ហាញឲ្យថាជំងឺ erysipelas នេះវាមានរោគសញ្ញាយ៉ាងម៉េចបាទយើងសួរគេណាបាទវាមានរោគសញ្ញាម៉េចការព្យាបាលយ៉ាងម៉េចបាទហើយវាមានលក្ខណៈឆ្លងយ៉ាងម៉េចជំងឺនឹងវាយ៉ាងម៉េចគឺមានទាំងអស់ប៉ុន្តែថ្ងៃនេះលោកគ្រូនឹងបង្ហាញអំពីរោគសញ្ញាបាទណារោគសញ្ញាខ្លីខ្លឹមអាចយកទៅប្រើការបានតែម្ដងបាទជំងឺកញ្ជ្រឹលជ្រូកនេះបង្កឡើងដោយមេរោគឈ្មោះ Erysipelosis ជាបាក់តេរីក្រាមបូកបាទដែលហៅថាក្រាមវិជ្ជមានហ្នឹងបងប្អូនបាទចំពោះរោគសញ្ញាយើងមិនបែងចែកច្រើនដូច Salmonellosis ទេបាទគឺប្រភេទថាជ្រូកតូចជ្រូកធំហ្នឹងកើតចេញមករោគអញ្ចឹងបាទទីមួយហ្នឹងគឺវាមានអាការៈគ្រុនក្តៅ41ទៅ42អង្សានឹងមិនស៊ីចំណីបាទអញ្ចឹង41 42ក្តៅណាបងប្អូនបាទបងប្អូនស្រោចទឹកទៅអាចហុយផ្សែងបាទនៅលើស្បែកមានលេចពណ៌ក្រហមរាងដូចត្បូងឆ្នៃបាទអញ្ចឹងមិញមុនហ្នឹងជំងឺ Salmonella ក៏មានពណ៌ក្រហមដែរប៉ុន្តែវាមិនក្រហមដូចត្បូងឆ្នៃទេវារាងមូលណាតែសម្រាប់កញ្ជ្រឹលជ្រូកវិញវាលេចនៅលើស្បែកពណ៌ក្រហមរាងដូចត្បូងឆ្នៃហើយចំពោះជំងឺកញ្ជ្រឹលជំងឺ Salmonella ឬក៏ជំងឺរាគនោះអានោះវាមានតែតាមកន្លែងទេពណ៌ក្រហមហ្នឹងបាទអញ្ចឹងបងប្អូនត្រូវចំណាំពេលរៀនបាទត្រូវចំណាំថាវាក្រហមហ្នឹងវាក្រហមយ៉ាងម៉េចហើយវានៅត្រង់ណាបាទអញ្ចឹងមើលរូបសញ្ញាបន្តទៀតគឺរលាកសន្លាក់ខ្ញោចជើងណាបងប្អូនបាទបន្តទៀតបាទយើងពិនិត្យទៅលើភ្នែកបាទយើងមើលភ្នែកវាមានពពឹកភ្នែកខាប់អត់បាទជួនកាលមានហើមភ្នែកផងដែរហើយភ្នែកឡើងក្រហមទៀតបាទចំពោះមេផើមវិញគឺអាចរលូតកូនបានមានការពិបាកដកដង្ហើមសត្វក្អកខ្សោយកម្លាំងបាទហើយជួនកាលទៀតមានសត្វខ្លះស្លាប់ដោយមិនបញ្ចេញរោគសញ្ញាអ្វីទាំងអស់បាទអញ្ចឹងជំងឺកញ្ជ្រឹលជ្រូកនេះខ្លាំងណាស់បងប្អូនបាទពេលខ្លះសត្វងាប់អត់ដឹងថាវាឈឺអីសោះងាប់ដែរបាទអញ្ចឹងបន្តទៅទៀតគឺតាក់ទងទៅនឹងការព្យាបាលបាទអញ្ចឹងគឺយើងត្រូវប្រើថ្នាំចំនួន3ប្រភេទចូលគ្នាណាបងប្អូនបាទអញ្ចឹងយើងអាចប្រើ Rimaciclin LA បូកជាមួយនឹងឬក៏នេះបើអត់មាន Rimaciclin ទេយើងប្រើពេលនេះបាទពេលនេះចង់និយាយថាឈ្មោះពាណិជ្ជកម្មបងប្អូនបាទដែលខ្ញុំដាក់ខាងលើគឺឈ្មោះពាណិជ្ជកម្មឯងហើយបើបងប្អូនយល់ដឹងបានច្រើនជាងនេះបងប្អូនគ្រាន់តែមើលឈ្មោះថ្នាំហ្នឹងដឹងថានៅក្នុងដបថ្នាំហ្នឹងមានសមាសធាតុគីមីហ្នឹងជាថ្នាំអ្វីឯងបាទដូចគេដាក់ថា PENIDHS ហ្នឹងបានន័យថាបាទ penicillin ឯនៅក្នុងហ្នឹងតែមាន penicillin ហ្មងបាទហើយ DHA ហ្នឹងបាទបងប្អូនអាចស្មានមើលទៅអញ្ចឹងយើងអាចប្រើ Rimaciclin LA ឬក៏ penicillin DHS បាទចង់និយាយពីមុខហ្នឹងយើងរើសយកតែមួយដបទេយកមកប្រើណាបងប្អូនបាទនេះយើងអាចរើសតែមួយដបនេះឬក៏យើងរើសតែមួយដបនេះបាទអាហ្នឹងយើងប្រើមុខណា
តមកទៀតយើងប្រើ Deja Cocktail បាទចំពោះថ្នាំ Deja នេះវាមានច្រើនក្រុមហ៊ុនបាទច្រើនប្រទេសផលិតសម្រាប់ខ្ញុំមិនសូវប្រើទេថ្នាំផលបារាំងបងប្អូនបាទខ្ញុំច្រើនតែប្រើផលិតផលរបស់ប្រទេសកូរ៉េ Strong Pirin ឬក៏Strong Pirin មានច្រើនមុខនៅក្នុងនោះបាទហើយបើផលិតផលរបស់វៀតណាមខ្ញុំប្រើ Dexamethasone បាទវាតម្លៃធូរថ្លៃជាងគេហើយអាហ្នឹងមួយមុខណាបងប្អូនបាទហើយមួយមុខទៀតបងប្អូនប្រើ Pararin បាទយើងអាចប្រើអាណាសាំងក៏បានដែរមិនចាំប្រើ Para ក៏បានដែរបាទអញ្ចឹងតើតើជំងឺគឺជាជ្រូកនឹងការព្យាបាលលោកគ្រូមានតែប៉ុណ្្នឹងបាទបើសិនជាមានចម្ងល់ឬក៏មិនច្បាស់ត្រង់ណាអាច comment នៅខាងក្រោមវីដេអូបានបាទបើសិនជាខ្ញុំអាចបង្ហាញបានខ្ញុំនឹងបង្ហាញជូនបាទបើខ្ញុំមិនអាចបង្ហាញបានទេខ្ញុំនឹងស្រាវជ្រាវឬក៏សួរទៅខាងគ្រូដើមបន្តទៀតបាទសូមអរគុណច្រើនបាទ